40 ឆ្នាំមុនអាមេរិកចូលការពារនាវាដឹកប្រេងនៅច្រកសមុទ្រ Hormuz មិនយូរប៉ុន្មានការការពារក៏ប្រែក្លាយទៅជាសង្គ្រាមពេញទំហឹងគឺ Tanker War ឬសង្គ្រាមនាវាដឹកប្រេងឥឡូវនេះរឿងដូចគ្នាកំពុងត្រឡប់មកវិញម្ដងទៀតស្ថានភាពនៅ Hormuz កំពុងតានតឹងខ្លាំងអាមេរិកក៏បំរុងបញ្ជូននាវាចម្បាំងទៅអមការពារនាវាដឹកប្រេងដូចមុនដែរដើម្បីយល់ថាសង្គ្រាមពេលនេះជាន់ដានប្រវត្តិសាស្ត្រយ៉ាងណាខ្លះយើងត្រឡប់ទៅមើលអតីតកាលបន្តិចគ្រាប់ពូជសង្គ្រាម Tanker War ត្រូវបានបណ្ដុះនៅឆ្នាំ 1980 នៅពេលដែលមេដឹកនាំអ៊ីរ៉ាក់លោក Saddam Hussein បើកការវាយលុកលើអ៊ីរ៉ង់ដោយសារតែក្តីបារម្ភពីឥទ្ធិពលនៃរដ្ឋសាសនានិយមក្រោមការដឹកនាំរបស់លោក Ayatollah Ruhollah Khomeini អស់រយៈពេល 4 ឆ្នាំភាគីទាំងពីរវាយទៅវាយមកដោយគ្មានអ្នកចាញ់អ្នកឈ្នះភាគីទាំងសងខាងចាប់ផ្ដើមងឿយណាយនិងអស់កម្លាំងនៅឆ្នាំ 1984 លោក Saddam Hussein បានបដូរយុទ្ធសាស្ត្រមកវាយប្រហារនាវាដឹកប្រេងរបស់អ៊ីរ៉ង់នៅឈូងសមុទ្រវិញបាញ់មីស៊ីលកំទេចកោះខាងដែលជាមជ្ឈមណ្ឌលនាំចេញប្រេងធំបំផុតរបស់អ៊ីរ៉ង់នៅពេលនោះលោក Saddam Hussein សង្ឃឹមថាមហាអំណាចពិភពលោកនឹងចូលមកអន្តរាគមន៍ដើម្បីការពារការផ្គត់ផ្គង់ប្រេងអ៊ីរ៉ង់សងសឹកវិញដោយវាយប្រហារលើនាវាពាណិជ្ជកម្មដែលដឹកជញ្ជូនសម្ភារៈនិងអាវុធទៅអ៊ីរ៉ាក់តាមរយៈគុយវ៉េតនៅឆ្នាំ 1986 គុយវ៉េតដែលធុញទ្រាន់ទៅនឹងការមើលឃើញនាវារបស់ខ្លួនត្រូវវាយប្រហារជាញឹកញាប់ក៏បានស្នើសុំជំនួយពីបរទេសសូវៀតបានចូលជួយមុនគេដោយផ្ដល់ការការពារដល់នាវាដឹកប្រេងឆ្លងកាត់ឈូងសមុទ្រប៉ុន្តែអាមេរិកមិនចង់ឲ្យសូវៀតស្រូបយកឥទ្ធិពលទាំងអស់នោះទេហើយក៏បានរៀបចំផែនការដាក់ទង់ជាតិអាមេរិកលើនាវារបស់គុយវ៉េតដើម្បីអាចទទួលបានការការពារពីកងទ័ពជើងទឹកអាមេរិកតាមច្បាប់នៅឆ្នាំ 1987 នាវាចម្បាំងអាមេរិកបានចូលទៅឈូងសមុទ្រនិងច្រក Hormuz កាន់តែច្រើនដើម្បីអមដំណើរនាវាទាំងនោះប៉ុន្តែបញ្ហាគឺការការពារមិនមែនមានន័យថាមានសុវត្ថិភាពទាំងស្រុងនោះទេនៅថ្ងៃទី 17 ខែឧសភាឆ្នាំ 1987 នាវាចម្បាំងអាមេរិក USS Stark ត្រូវគ្រាប់មីស៊ីលរបស់អ៊ីរ៉ាក់បាញ់ច្រឡំស្មាន់តែនាវារបស់អ៊ីរ៉ង់បណ្ដាលឲ្យនាវិកអាមេរិក 37 នាក់ស្លាប់មួយខែក្រោយមកនាវា Bridgeton ដែលអាមេរិកការពារបានបុកមីនសមុទ្ររបស់អ៊ីរ៉ង់មួយឆ្នាំក្រោយមកទៀតនាវាចម្បាំង USS Samuel Roberts របស់អាមេរិកបានបុកមីនសមុទ្ររបស់អ៊ីរ៉ង់ស្ទើរតែហែកនាវាជា2របួសនាវិក10នាក់4ថ្ងៃបន្ទាប់អាមេរិកបើកប្រតិបត្តិការ Praying Mantis បំផ្លាញនាវាទីតាំងប្រេងនិងមូលដ្ឋានយោធារបស់អ៊ីរ៉ង់នោះហើយជាពេលដែលបេសកកម្មការពារនាវានៅច្រក Hormuz ក្លាយទៅជាសង្គ្រាមពេញទំហឹងដោយការបាញ់ផ្លោងមីស៊ីលបំផ្លាញនាវារបស់ផងគ្នាទៅវិញទៅមកយ៉ាងសាហាវហើយឥឡូវនេះស្ថានភាពកំពុងតែដើរតាមផ្លូវដូចគ្នាប៉ុន្តែកាន់តែគ្រោះថ្នាក់ជាងមុនដោយសារតែសត្រូវប្រវត្តិសាស្ត្រទាំងពីរសុទ្ធតែមានអាវុធពិសេសរៀងខ្លួនបញ្ហាធំមួយទៀតគឺការសម្អាតមីនសមុទ្រដែលសង្ស័យថាអ៊ីរ៉ង់បានពង្រាយដោយសង្គ្រាម40ឆ្នាំមុនដែរក្នុងសង្គ្រាម40ឆ្នាំមុនមីនគឺជាអាវុធដែលធ្វើឲ្យអាមេរិកពិបាកបំផុតហើយបច្ចុប្បន្នក៏ដូចគ្នាបើមិនសម្អាតមីនសមុទ្រនេះទេប្រវត្តិសាស្ត្រឈឺចាប់កាលពី4ទសវត្សរ៍មុនក៏នឹងត្រឡប់មកវិញតាមរយៈ CNN អ្នកជំនាញមួយចំនួនចោទសួរថាហេតុអ្វីបានជាការការពារនាវាដឹកប្រេងមិនត្រូវបានគិតទុកតាំងពីមុនពេលសង្គ្រាមចាប់ផ្ដើមប្រសិនបើភាគីចំនួនរៀនពីមេរៀនប្រវត្តិសាស្ត្រនេះតើស្ថានភាពអាចប្រសើរជាងនេះដែរឬទេខ្ញុំរស់សុធាពី News Today NTTV One refreshing destination. Gansberg Water.